បាទសួស្តីបងប្អូនទាំងគ្នាឥឡូវនេះម៉ោង11 គត់បាទនៅទីក្រុងស្រុកកំណើតឥឡូវនេះកំពុងតែធ្វើដំណើរបាទទៅស្ទូចត្រីហើយម៉ោង11បាទនៅក្រោយផ្ទះខ្ញុំនេះគឺយើងមានទន្លេបាទអញ្ចឹងតិចទៀតទៅដល់ទន្លេដើរប្រហែលជា5នាទីអញ្ចឹងនៅខាងមុខផ្ទះយើងឆ្លងផ្លូវទៅឆ្ងាយដែរបាទប្រហែលជា1 គីឡូអីដែរគឺមានបឹងតែខាងបឹងអាហ្នឹងខែហ្នឹងទឹកហែកអញ្ចឹងតើតើយើងជិះទូកប៉ុន្តែទន្លេអត់អីទេបាទទន្លេដើរផ្លែត5នាទីដល់ទន្លេឥឡូវជិតដល់ទន្លេបាទនោះទន្លេបាទដើរផ្លែតឥឡូវយើងមានស្ទូចបាទយើងរៀបចំស្ទូចមានពងទាមានអីចឹងណាបាទអញ្ចឹងយើងមកឈៀលនៅទន្លេបាទចង់មកពេលផឹកត្រជាក់ដែរតែពេលផឹកឥឡូវរវល់ឥឡូវម៉ោង11យើងមកស្ទូចសាក់មើលបានអត់បាទនៅនេះអត់សូវមានអត់ដែរឃើញមានគេស្ទូចបាទសាក់មកមើលស្ទូច1 ម៉ោងឲ្យសាក់មើលនៅនេះបាទស្អាតណាស់នៅនេះបាទកាលនៅពីតូចដើរទៅទន្លេមកឲ្យ20នាទី30នាទីអីហ្នឹងមិនមែនទៅឥឡូវយ៉ាងបាក់ដល់ក្តិតផ្ទះនេះទេបាទនេះដល់ទន្លេហើយបាទអញ្ចឹងទន្លេនេះកាលពីតូចដើរកន្លះម៉ោង20នាទីទៅកន្លះម៉ោងបាទដើរមកចេះហើយទន្លេខែនេះកាលពី2014 15 16 17អីហ្នឹងដូចជាពេលយើងខែនេះគឺយើងអាចហែទឹកទៅខាងត្រង់ខាងបានអញ្ចឹងណាចោលល្អបងប្អូនអើយបាទឥឡូវយើងប្រើផ្លូវចោតឃើញបាទដើរទន្លេហើយបាទលុបលហើយស្រួលនេះបាទអូខ្យល់បក់ឡើងទៅសៀកតែអត់មានផ្លូវចុះនឹងចុះតាមណាហើយហៅមើលកន្លែងចុះបាទនោះឃើញកណ្ដាលទន្លេមានទឹកក្រាក់កោះអញ្ចឹងណាបាទកាលពីតូចទៅនេះតាទៅហែទឹកឆ្លងទៅក្រោយម្ខាងលេងហ្នឹងបាទក្រោយផ្ទះខ្ញុំនេះបាទខាងក្រោយផ្ទះនោះគឺកោះកំពង់ត្រុំបាទកោះកំពង់ត្រុំកោះសតិនបាទខាងនោះកោះអីគេទេផ្លេកោះសំរិទ្ធបាទឥឡូវនេះមកដល់ស្រុកកំណើតបាទឥឡូវតិចទៀតរៀបចំកន្លែងស្ទូចត្រីសិនបាទចុះទៅខាត់តាមនេះរៀបចំហៅមកផ្លូវចុះទៅកន្លែងស្ទូចត្រីអូអត់មានកន្លែងចុះហ្នឹងអត់មានផ្លូវចុះផងមកតដើរចុះតាមនោះចុះតាមទយោខ្សាច់អ៊ិចអូបាទដល់5នាទីណាមកវីដេអូ record មិនបាន5នាទី3នាទីដល់ផ្ទះមកនេះគឺតំបន់គេបងខ្សាច់អត់មានកន្លែងចូលហ្នឹងអត់ទេបាទនេះផ្លូវគេតាមយោបាទតាមយោអូអាចចង់កន្លែងដីខ្សាច់ក្តៅឈួលពីក្រោមកន្លែងគេគឺបងខ្សាច់បាទអញ្ចឹងទន្លេចាប់ដើមជ្រៅទៅមុនគឺទឹករាក់អូខេឡើងមកដល់ហើយបាទអូខេប៉ណ្ណឹងសិនចុះឥឡូវរៀបចំចុះទៅស្ទូចត្រីសិនបាទបាយ